ថ្វាយជាកេតយងឈួងភូបាលត្រង់តតក្រសាបំមើងអើយរេរំជាសញ្ញាញាជោគជ័យភ្លឺថ្លានៃជាតិយើងដែលបានដងដាតចំរានឡើងក្នុងកាលរុងរឿងសន្តិភាព
ក្រោយអំពីរបាំថ្វាយពរជ័យចប់សពគ្រប់ហើយនោះសូមអង្គពិធីទាំងមូលមេត្តាជ្រាបថាពិធីទទួលទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំថ្ងៃទី14ខែមេសាឆ្នាំ2026ក៏បានចប់សព